សួស្តីបងប្អូនញ៉ាំបាយល្ងាចហើយមកអង្គុយលេងមកចូលលេងក្រោយផ្ទះយកខ្យល់អាកាសស្ដាប់សំឡេងសត្វយំកន្លែងក្រោយហ្នឹងមានទឹកបងប្អូនមានទឹកហើយអាចស្ទូចត្រីបាននោះទឹកហើយបងប្អូនទឹកពេលល្ងាចឡើងខ្យល់អាកាសត្រជាក់ល្អបងប្អូនចូលលេងក្រោយផ្ទះនោះដើមមាននេះនោះដើមមាននេះបងប្អូនដើមមរុំនេះដើមមរុំខ្ញុំកាប់ចេញឲ្យវាទាបកុំឲ្យខ្ពស់ពេកបាក់បេះពេលល្ងាចអញ្ចឹងអាកាសធាតុត្រជាក់នៅក្រោយផ្ទះបងប្អូនបាយហើយដើរកាត់លឹកចេកបងហើយនោះដើមបន្លែផ្អែមបងប្អូននេះបន្លែផ្អែមសូមីញ៉ាំក៏បានសូញ៉ាំមួយទឹកគ្រឿងក៏បានបងប្អូនខ្ញុំថតឲ្យចិត្តឲ្យតាមបន្លែផ្អែមអត់បានដើរថតតាមកន្លែងកំសាន្តនៅផ្ទះកាត់លឹកចេកសម្អាតភូមិនេះដើម7បងប្អូនពេលភ្លៀងធ្លាក់លាស់ស្ងោរមួយថងៀតនេះបងប្អូនញ៉ាំបាយហើយបេះក្តឹបស្វាយយកទៅញ៉ាំទៅបេះហើយ ហ
ស្វាយបងប្អូនក្តឹបស្វាយប៉មបេះយកញ៉ាំបាទបងប្អូននេះស្វាយបេះបានណាយកមកញ៉ាំដាក់ចិត្តតិចមើលញ៉ាំស្វាយនៅព្រៃក្រោយផ្ទះខ្យល់ត្រជាក់បងប្អូនខ្យល់ត្រជាក់ស្ដាប់សំឡេងសត្វយំហើយអត់ជាលក់អំបិលទេស្វាយចំណៃសុកសេមានតែស្វាយមានតែកទួតបេះផ្លឹកបេះស្លឹកបន្លែផ្អែមយកទៅស្រូបមីញ៉ាំបងប្អូន